một kia là gặp plong plong hay kia ở toàn đăng ấy thế hay kia cắt tha kia cắt màu ní khơi bự ngày ní sẵn khăm tham miên ở bốc miên mặt đai nó mơ thai anh cốt tới kia ở tầng hai pa hai mạng tụ bây giờ lấy ở bên pa cái đai bên tay còn ai chỉ mặt đai bỏ qua rồi hay quạt tận đăng ấy ở này cần mơ này hay ở này trong tạo kia ở chơi thì ở kia chẳng mấy kia xén mình có thằng kia lọ chỉ mỗi côn chương nè hay côn chương vì sao mà chia đồng nọ chiêm chương chẳng nè cái ôn của mọi kia nè ở lấy bong sẵn khăm tha sắp đó trốn quan đừng mơ khơiនៅvideo ní hay còn đừng chui xe chạy để chui đổ ôn mà đặtខ្លួនឯងពេលខ្លះនៅពេលដែលយើងខំលះបង់ចិត្តលះបង់ប្រាណមានថាผมស្រឡាញ់គ្នាជាមួយនឹងមនុស្សប្រុសម្នាក់តែគេមិនបានស្មោះមួយយើងឥឡូវមកជួបអ្នកក្រោយគេទទួលយកយើងអត់បានអញ្ចឹងអាណិតដែរអញអាណិតខ្លួនឯងពេលខ្លះនៅម្នាក់ឯងរកគិតខ្លីម្ដងតែបងតែបានគាត់ទ្វាររហូតហ្នឹងហើយគាត់គិតអញ្ចឹងគាត់គិតខ្លាចនៅពេលដែលអ្នកក្រោយអូននេះគាត់ទៅបាត់រហូតដល់10ថ្ងៃអញ្ចឹងគាត់បារម្ភខ្លាចអូនឯងគិតខ្លីគិតអីអញ្ចឹងណាអូនមានអ្វីសំណូមពរទៅជួយសំសពរបស់ជនឲ្យជួយយើងខ្លះនេះមានន័យថាគឺចាក់ថាអូនមិនចង់សំឲ្យគាត់ជួយបែបហ្នឹងទេប៉ុន្តែអានេះជាផ្លូវតលរបស់យើងហើយព្រោះយើងជាកូនកំព្រាហើយយើងអត់មានអ្នកណាដែលត្រូវជួយយើងពីក្រោយទេមានតែពុកម៉ែបងប្អូនដែលជាកូនខ្មែរគ្រប់រូបនេះខ្ញុំសូមឲ្យបងប្អូនជួយខ្ញុំផងថាខ្ញុំអត់មានលុយបាយហូបទេរាល់ថ្ងៃនឹងបានអ៊ំអ្នកចិត្តខាងគាត់ឲ្យទេរាល់ថ្ងៃខ្ញុំអត់ណាបាទបងប្អូនដូចបានឃើញហើយឥឡូវគាត់អត់មានសំបីតែលុយទិញតែដោះគោឲ្យកូនទេមានឲ្យកូនបើដោះតតែម្ដងបាទកៅអៅកូនសម្លៀកបំពាក់កូនក៏អត់មានដែរបាទឥឡូវកូនយំហើយសង្ស័យតើដឹងបានធ្វើតាមទំនៀមទម្លាប់ដំណាក់កាលរបស់ពេទ្យអត់មើលទៅដឹងបាន5ថ្ងៃហើយអត់បងស្រីបានជួយប្រាប់គាត់ទេតែបាន5ថ្ងៃហើយនេះសបល់គ្នាដូចអត់តន់ប្រែបាទកូននឹង7ខែទៀតបាទដូចបងប្អូនបានឃើញឥឡូវកូនតូចនឹងកើត7ខែទៀតគ្នាអត់គ្រប់ខែទៀតតែសំខាន់ណាស់ឥឡូវគ្នាកើតមកហើយឃើញពលឺព្រះអាទិត្យហើយម្ដាយគាត់នេះគាត់មិនដាច់ចិត្តនៅចង់ឲ្យគេទេដោយសារតែគាត់អត់មានលទ្ធភាពបាទព្រោះគាត់កូនកំព្រាអត់មានបងប្អូនសាច់ញាតិណានៅក្បែរអត់មានឪពុកម្ដាយណាចាំលើកទឹកចិត្តទេហើយជួបមនុស្សប្រុសមួយមិនស្មោះគេទៅចោលហើយជួបអ្នកក្រោយនេះគេគិតថាកូននឹងមិនមែនជាកូនអ្នកក្រោយនឹងក៏គេទៅចោលគាត់ទៀតបាទឥឡូវនេះគាត់គិតអីអត់ចេញនៅបន្ទប់ជួលតែម្នាក់ឯងនេះបងប្អូនបាទខំតាមជាមួយអ្នកក្រោយមកនៅបន្ទប់ជួលដល់នៅសង្កាត់ព្រៃកពឹសខណ្ឌតកោនេះហើយតែអ្នកក្រោយនឹងគេព្យាយាមទៅធ្វើការកន្លែងផ្សេងគេចវេះពីគាត់បាទអញ្ចឹងយើងខ្លាចគាត់គិតខ្លីអីចឹងណាបងប្អូនអ្នកនេះហើយបានអ្នកចិត្តខាងបងស្រីអីហ្នឹងគាត់ជួយមើលថែអាស្ពេលខ្លះទៅយកអីម្ហូបអីចឹងមកជូនគាត់ចឹងណាចេះសង្ឃឹមថាបងប្អូនទាំងគ្នានឹងឃើញវីដេអូនេះហើយជួយ share ចែកម្លែកម្នាក់មួយហើយបងប្អូនមានទឹកចិត្តសប្បុរសបាទជួយឧបត្ថម្ភគាត់ម្នាក់តិចក្តីច្រើនក្តីតាមសធារបស់បងប្អូនទាំងគ្នាទៅពួកអាណិតដល់គាត់បាទដំបូងហ្នឹងគាត់ទេមកខ្ញុំថាអស់លទ្ធភាពអីគាត់មានតែកូននេះឲ្យតែគេទេព្រោះគាត់មិនដឹងថាត្រូវធ្វើម៉េចគាត់គិតអីអត់ចេញទេអត់មានអ្នកណានៅក្បែរគាត់សោះហ្មងបាទអញ្ចឹងឥឡូវនេះខ្ញុំលើកទឹកចិត្តថាកុំតន់ឲ្យអ្នកណាអីយើងត្រូវចាំបន្តទៀតបាទព្រោះបងប្អូនទាំងអស់គ្នាខ្ញុំជឿជាក់ថាគាត់ជាគាត់មានក្តីអាណិតអាសូរមេត្តាសន្តោសប្រណីហើយនឹងឧបត្ថម្ភជួយដល់គាត់ម្នាក់តិចក្តីច្រើនក្តីតាមសធារបស់បងប្អូនឬមួយក៏អាចឧបត្ថម្ភជាបាទសម្ភារៈប្រើប្រាស់ផ្សេងកូនង៉ែតបាទកៅអៅអីផ្សេងហ្នឹងទៅដោះគោអីក៏បានដែរខ្ញុំនឹងយកមកជូនគាត់ម្ដងទៀតបាទនេះទឹកចិត្តខ្ញុំតិចតួចជូនដល់បងស្រីដោយសារតែអាណិតគាត់អញ្ចឹងណាអូនណាចិត្តបងពីរនាក់ណាជួយអូនណាបងម្នាក់មានធូរទាយទេគាត់ខាងព័ត៌មានផ្សព្វផ្សាយជួយដូចអូនមានបញ្ហាថាពិបាកអីចឹងទៅគាត់ឃើញអាណិតចឹងទៅជួយអូនចឹងណាដល់សប្បុរសជនជួយអូនទៅហើយបើមានសប្បុរសជនគាត់ឃើញបន្តទៀតគាត់ចង់ជួយបន្តចាំបងយកមកជួបអូននឹងជួយអូនម្ដងទៀតណាមកឡើងហើយកុំគិតច្រើនក៏ដល់ថ្នាក់គិតខ្លីទោះជាយ៉ាងណាក៏ដោយមានអ្នកចិត្តខាងមានអីមើលថែយើងណាអូនណាហ្នឹងហើយមើលថែទៅហើយយើងមានកូនមានអីអាណិតកូនយើងចង់គិតខ្លីយើងមើលមុខកូនយើងលេងគិតអីណាតែជុំអីចេះជុំកាត់ច្រើនឥឡូវបើសិនជាមនុស្សប្រុសដែលក្រោយនេះក៏ដោយបើសិនជាគាត់ស្រឡាញ់យើងមិនអស់ទេមានថាស្រឡាញ់តែយើងអត់ស្រឡាញ់កូនយើងទេបើមើលទៅនៅមួយគ្នាមកកើតទេយើងកុំគិតយើងផ្អាករឿងស្នេហាហ្នឹងសិនហ្មងយើងគិតរឿងរលុយវិញមើលថែកូនវិញទៅហើយកន្លងថ្ងៃណាមួយគេឡនិស័យផលបន់យើងមកដល់ជួបមនុស្សប្រុសដែលល្អអាចផ្ញើអនាគតគាត់បានអានឹងចាំយើងស្រឡាញ់មានថាចាំយកគាត់ចូលក្នុងជីវិតយើងម្ដងទៀតបើសិនជាយើងមានតំណែងមួយអ្នកណាក៏ដោយបើយើងគិតថាត្រូវផ្ញើអនាគតទៅលើគេយើងប្រាប់គេត្រង់ឲ្យអស់សិនមុននឹងយើងទទួលយកគេប្រាប់គេអស់ទេឥឡូវថាយើងមានកូននេះទទួលយកខ្ញុំបានអត់ស្រឡាញ់ខ្ញុំអត់បើស្រឡាញ់ខ្ញុំចាំចូលមកជីវិតខ្ញុំបើស្រឡាញ់ខ្ញុំទេមិនបាច់ចូលមកទេកុំធ្វើបាបចិត្តខ្ញុំពីម្ដងហើយម្ដងទៀតខ្ញុំមកចង់ជួបស្នេហាមួយដែលបោកប្រាស់មួយសារហើយមួយសារទៀតចឹងណាយើងចង់បានដូចម្ដងវាបានទេពួកអីដោយសារអីនិស័យកម្មហ្នឹងហើយវាមិនអាចដូចម្ដងយើងទេខ្ញុំមិនដឹងថាដោយសារអីដោយកូនខ្ញុំចឹងខ្ញុំមិនដឹងដោយកូនខ្ញុំចឹងខ្ញុំជួយខ្ញុំមានបណ្ណាខ្ញុំឲ្យហូបប៉ុណ្ណឹងហើយខ្ញុំបារម្ភដែរខ្លាចវាគិតខ្លីព្រោះអីដោយសារម្នាក់ប្រុសហ្នឹងគឺទៅចោលវាហ្នឹងរយៈពេលចូល10ថ្ងៃហើយ10ថ្ងៃហើយអីចង់ថាដូចខ្ញុំដូចវានិយាយខ្ញុំវាខុសទេមិនមែនកូនគេឲ្យគេស្រឡាញ់ធ្វើម៉េចចឹងខ្ញុំថាបើអាចដាច់បានក៏ដាច់ទៅបើឲ្យគេមកបន្តមួយយើងទៀតណាក៏គេនៅតែគិតថាកូននឹងមិនមែនកូនគេដែរណាគេនៅតែអត់បន្តទេយល់ល្អបើថាបើដាច់បានក៏ដាច់ទៅឲ្យដាច់បានឲ្យបងខ្ញុំកូនកាត់រកមនុស្សប្រុសណាដែលគិតថាស្រឡាញ់យើងបានទទួលយកយើងបានមិនថាកូនយើងមិនថារូបយើងជាយើងទេត្រូវទទួលយកបានទាំងអស់អានឹងទៅរស់នៅជាមួយគ្នាបានតែបើសិនជាគាត់មិនមានថាគាត់ស្រឡាញ់យើងតែគាត់បានស្រឡាញ់កូនយើងមកកុំមានការទើសទាល់អត់សពុនចិត្តរឿងកូនអីចឹងក៏នៅមួយគ្នាអត់បានសោះអត់បានសុខទេសុខទេចឹងមិនថាឲ្យវានៅក្មេងណាកាត់ចិត្តទៅធ្លាប់ចង់ឲ្យគេមកវិញធ្លាប់យំអំបរគេដែរតែគេអត់មកវិញផងហើយខ្ញុំទៅលោតទឹកស្ពានជ្រោយច្រវាម្ដងតែលោតអត់បានមានគេជួយគេមានគេជួយបងកាលនោះមានគេមកជួយតន់ខ្ញុំអីខ្ញុំយូរគ្រាន់ដែរយូរកាលនោះដូចជាខែ11បងខែ11ចា
អត់ទៅលោកទឹកស្គៀនជួយបាទដែរតែយើងគិតអត់ចេញ គិតឲ្យអត់ចាញ់ហ្មង បាទសូមគ្រប់នឹងជម្រាបសួរទៅកាន់ប្រិមិត្តរបស់គឹមសុនញូនៅវេលាម៉ោង 9:45 នាទីបាទត្រូវនៅថ្ងៃទី 11 ខែឧសភាឆ្នាំ 2026ខ្ញុំបាទគឹមសុននឹងក្រុមការងារកំពុងតែស្ថិតនៅក្នុងសង្កាត់ព្រៃកំពឹសខណ្ឌដង្កោរាជធានីភ្នំពេញដោយមានប្អូនស្រីម្នាក់គាត់ពឹងពាក់ឲ្យខ្ញុំជួយផ្សាយដោយសារតែឥឡូវនេះគាត់កូនខ្ចីហើយគាត់មានកូនតូចត្រូវការមើលថែដោយសារតែឥឡូវនេះអត់លទ្ធភាពហើយបើរឿងរ៉ាវគាត់បងប្អូនស្ដាប់ទៅមានអារម្មណ៍ថាអាណិតដល់គាត់ឬមួយក៏ដោយសារតែការដែលជ្រើសរើសមនុស្សដែលគាត់ស្រឡាញ់ហ្នឹងខុសឬមួយយ៉ាងណាដោយសារតែបាទអតីតសង្សារគាត់ក៏ដូចជាធ្លាប់ស្រឡាញ់រួមរស់ជាមួយគ្នាដូចជាប្តីអញ្ចឹងណាបានទៅមានអ្នកថ្មីចាក់ចោលគាត់ទៅក៏គាត់គិតថាគេមិនស្មោះមួយគាត់អញ្ចឹងទៅក៏ចែកផ្លូវរៀងខ្លួនអញ្ចឹងណាមិនព្រមទៅតាមទាមទារគេឲ្យមកវិញទេតែគាត់អត់បានដឹងថាខ្លួនឯងហ្នឹងមានទម្ងន់រហូតដល់2ខែទេបាទស្រាប់តែក្រោយមកក៏បានស្គាល់អ្នកថ្មីគិតថាអ្នកក្រោយហ្នឹងស្មោះជាងអ្នកមុនមានថាអាចផ្ញើជីវិតផ្ញើអនាគតទៅលើអ្នកក្រោយហ្នឹងបានបាទក្រោយមកស្រាប់តែគាត់ក៏ខ្លួនឯងក៏អត់ដឹងថាខ្លួនឯងហ្នឹងមានទម្ងន់2ខែដែរបាទស្រាប់តែមានតំណែងជាមួយអ្នកក្រោយមក5ខែក៏ដឹងថាមានទម្ងន់ដល់ថ្ងៃសម្រាប់កូនអញ្ចឹងទៅរួមរស់ជាមួយគ្នាបានមួយរយៈអញ្ចឹងទៅចាប់តែអ្នកក្រោយហ្នឹងគាត់អន់សពុនចិត្តមានអារម្មណ៍ថាមិននឹកស្មានថាគាត់ហ្នឹងទៅមានទម្ងន់មួយអ្នកផ្សេងអញ្ចឹងណាឥឡូវនេះក៏បានចាក់ចោលគាត់ទៀតបងប្អូនហើយឥឡូវនេះគាត់គិតអីអត់ចេញទេក៏សុំឲ្យខ្ញុំជួយផ្សាយបាទក្រៃលោមានសប្បុរសជនណាអាណិតដល់គាត់ជួយដល់គាត់ផងដោយសារតែជាក់ស្ដែងឥឡូវនេះខ្ញុំមកដល់បន្ទប់ជួគាត់ទៅតែមកនៅទៅនេះបាទគិតថានៅជាមួយអ្នកថ្មីហ្នឹងបងប្អូនមិនទាន់បានមួយខែស្រួលពោះផងដោយសារតែឥឡូវនេះគាត់កូនខ្ចីផងហើយនៅមានកូនតូចបាទទៅតែកើតបានប្រហែលជា6ដល់10ថ្ងៃទេ16ថ្ងៃណាអូនណាបាទហើយឥឡូវនេះកំពុងតែបើដោះគាត់ផ្ទាល់តែម្ដងអត់មានលទ្ធភាពទិញទៅដោះគោទេហើយឥឡូវនេះគាត់អត់មានលទ្ធភាពក្នុងការចិញ្ចឹមមើលថែកូននឹងបន្តហើយឥឡូវអត់ដឹងត្រូវគិតធ្វើម៉េចទេគាត់គិតថាពិបាកចិត្តហើយត្រូវឲ្យកូននេះទៅគេឬមួយក៏យ៉ាងម៉េចទេឥឡូវបងប្អូនចង់ដឹងពីរឿងរ៉ាវលម្អិតយ៉ាងណាមកជួបជាមួយគាត់ដូចតទៅតែម្ដងហើយជម្រាបសួរអូន ចាបងមើលជួន អូនមានឈ្មោះអីដែរ ខ្ញុំឈ្មោះលីនដាបង ចាបានទេអូន អាយុ21ឆ្នាំបង ឆ្នាំ ចា អូនអាចបញ្ជាក់តិចបានទេមិនបានថ្ងៃនេះអូនឯងពឹងពាក់ឲ្យបងជួយផ្សាយហ្នឹងពីដើមហេតុយ៉ាងម៉េចដែរបានដល់ថ្នាក់អូនខ្លាយជាអ្នកមានកូនតូចមួយហើយខ្លាយជាកូនខ្ចីដោយមិនមានអ្នកណាដែលនៅក្បែរយើងសោះ មកពីខ្ញុំវាភ្លើតភ្លើនអត់ដឹងអីបងបានចឹងបងមកពីគេមានអ្នកថ្មីចោលយើងបងគេដោះដៃចោលយើងហើយខ្ញុំក៏ដើរចេញដែរតែបងមកគេចង់ទៅហើយ ពេលនោះឯងមិនបានសួរនាំគេឬមួយក៏ដឹងថាខ្លួនឯងមានទម្ងន់2ខែមានអីអត់ដឹងសោះឬយ៉ាង អត់ដឹងអីបងអត់ដឹងតែខ្លួនឯងមានកូនទេបងកាលហ្នឹងអត់ដឹងសោះហ្មងទៅតកូនបាន6ខែបានដឹងថាខ្លួនឯងមានកូនហ្មងដល់ពេលអីកូនមើលបានដឹងថាខ្លួនឯងឡើង6ខែហើយ អញ្ចឹងមានថាពេលដែលយើងបែកគ្នាជាមួយអ្នកចាស់ហ្នឹងមានទម្ងន់2ខែតែយើងអត់ដឹងទេ អត់ដឹងហ្មង រហូតដល់6ខែបានយើងដឹង ចា អូអញ្ចឹងមានថាយើងបែកពីគាត់ហើយមួយរយៈហើយ ចាបងបែកមួយរយៈធំហើយបានដឹងតែខ្លួនឯងមានកូនហើយតែប្រាប់គេថាម្នាក់ហ្នឹងមានកូនគេទេ អូមិនដឹងនិយាយចឹង ចាម្នាក់ហ្នឹងមានកូនគេទេ អាការដែលអូនឯងស្រឡាញ់គ្នាដំបូងជាមួយម្នាក់ប្រុសហ្នឹងតាមម្នាក់ប្រុសហ្នឹងបានផ្ដល់ក្តីសង្ឃឹមយ៉ាងណាខ្លះហើយសន្យាជាមួយយើងបែបណាខ្លះដែរដែលព្រមធ្វើជាប្តីនឹងរួមរស់ជាមួយយើងមើលថែយើង គេសន្យាថាគេនៅមួយយើងមកជីវិតតែចុងក្រោយគេនៅមួយយើងបាន1ឆ្នាំ3ខែគេបែកពីយើងបាត់បង គេបដូរអត្តចរិតឬមួយយ៉ាងម៉េចទៅ គេបដូរអត្តចរិតទៅផ្សេងហ្មងគេលក្ខណៈថាគេដើរចោលយើងរយប់បងគេអត់ដែរនៅមួយយើងទេគេទៅចោលយើងរងថ្ងៃបណ្ដោយ ជួនកាលអូនឯងស្គាល់គាត់ស្គាល់តាមយ៉ាងណាដែរពេលនោះ តាម Facebook បង តាម Facebook ពេលនោះអូនឯងធ្វើការគេ ខ្ញុំធ្វើការនៅហាងលក់បាយបង ហើយគាត់ធ្វើការដែរពេលនោះ គាត់ធ្វើការសំណង ធ្វើការសំណង ចាបង ហើយយើងរួមរស់ជាមួយគ្នាហ្នឹងអូនឯងជាអ្នកកូនកំព្រាជាមួយយ៉ាងម៉េច ខ្ញុំកូនកំព្រាទាំងម៉ែទាំងឪបងខ្ញុំរងថ្ងៃខ្ញុំនៅមួយម៉ែមីងទេបងនៅ ពេលយើងតំណងជាមួយគាត់ហ្នឹងក៏យើងអត់បានប្រាប់ទៅម្ដាយចិញ្ចឹមយើងគាត់ដឹងទេ អត់ទេបងអត់បានប្រាប់ទេ បានអី អត់ផងបងអត់ទេអត់បានផ្សាយ យើងគិតថាមើលចិត្តគ្នាសិនឬមួយយ៉ាងម៉េចឬមួយក៏យើងគិតថាជាប្តីប្រពន្ធ ខ្ញុំមើលចិត្តគ្នាសិនបងមើលចិត្តគ្នាហើយក៏យើងមិនបាននេះថាខ្លួនឯងជាប្តីប្រពន្ធដែរបងហើយយើង ដល់ពេលក្រោយមកទៅគាត់ក៏មានការបដូរអត្តចរិតផ្លាយទៅតាមតាមរយៈចុងក្រោយ តាមរយៈចុងក្រោយ ចុះពីមុនមកគាត់មានមើលថៃទេ មើលបងមើលបានល្អណាស់បងតែទឹកតែចុងក្រោយ3ខែចុងក្រោយគេផ្លាយមានថ្មីគេចង់ហ្មងបង អញ្ចឹងបណ្ដោយ ចាបង ដល់ពេលអូនឯងដែរតាមសួរគេឬមួយក៏ចង់ឲ្យគេវិលត្រឡប់មកវិញពេលភ្លាម ពីមុនធ្លាប់បងធ្លាប់ចង់ឲ្យគេមកវិញធ្លាប់យំបបគេដែរតែគេអត់មកវិញផងហើយខ្ញុំទៅលោតទឹកស្ពានជ្រោយច្បារម្ដងតែលោតអត់បាន មានគេជួយគេពេល មានគេជួយបងកាលនោះមានគេមកជួយតាន់កុំឲ្យខ្ញុំ មើល បា បាន នខែ យូរគ្រាន់ដែរយូរកាលនោះដូចជាខែ11បង ខែ11 ចា អត់ទៅលោតទឹកស្ពានជួយច្បារដែរតែយើងគិតអត់ចេញ គិតឲ្យអត់ចាញ់បងកាលនោះខែ តែពេលនោះអត់ដឹងថាខ្លួនឯងមានទម្ងន់ អត់ដឹងទេអត់ដឹងទេបង ហើយចុះនៅពេលដែលដឹងថាខ្លួនឯងមានទម្ងន់ជាតិក្រោយមកអារម្មណ៍យើងបែបណាទៅពេលនោះ គិតឲ្យអត់ចាញ់បងវាស្មុកស្មាញអស់ហើយលេងបង ស្មុគស្មាញអត់លេងតែពេលដែលយើងដឹងថាយើងមានទម្ងន់ហើយយើងព្យាយាមតាក់តងទៅគេប្រាប់គេទៀតតែគេនៅតែអត់ខ្វល់ អត់បងគេអត់ខ្វល់ហ្នឹងបងគេថាគេមិនមែនកូនគេទេកូនអ្នកផ្សេងទេព្រោះថាយើងបែកគ្នា3ខែ4ខែបានខ្ញុំប្រាប់គេថាខ្ញុំមានកូនណាបង តែឯងចាក់ស្ដែងមានតែតំណងមួយចំណាគេអត់ទេនោះ អត់ទេបងអត់មានទេមានតែជាមួយគាត់ម្នាក់ បា ហ្នឹង ទជាកូនគាត់ហើយ ចាបង តែនៅពេលដែលគាត់និយាយបែបហ្នឹងតើអារម្មណ៍អូននោះបែបណាដែរគិតបែបណាដែរ និយាយអីអត់ចាញ់បងចង់យំតែយំអត់ចាញ់ហ្មងបង ហើយដល់ពេលឥឡូវក្រោយមកពីតំណងមួយអ្នកមុនហើយដល់ពេលក្រោយមកអូនឯងប្រហែលខែដែលដាច់ពីអ្នកមុនហើយប្រហែលខែទៅស្គាល់អ្នកថ្មីទេ បែកពីម្នាក់មុនបាន3ខែបានខ្ញុំមកស្គាល់បងអ្នកក្រោយហើយយើងក៏ដឹងថាខ្លួនយើងមានកូនដែរយើងមកយកអ្នកក្រោយបានយើងស្គាល់គ្នាបាន5ខែខ្ញុំកើតកូនហ្មងស្គាល់គ្នាបាន5ខែខ្ញុំទាំងអូនបាន7ខែយើងអ្នកថ្មីហ្នឹងខ្ញុំតាក់ទងគ្នាហើយតែខ្ញុំមិនបាននៅមួយគ្នាទេអញ្ចឹងហ៎បង ដល់ពេលប្រហែលខែនៅជាមួយគាត់បានគាត់ដឹងថាយើងមានទម្ងន់ អ
ដូចជា6ខែបងដូចជា6ខែគាត់ដឹងគាត់ថាខ្ញុំកើតអូនបានតែ7ខែហ្នឹងបង អូអូនេះ7ខែកើត ចា7ខែកើត អូនឯងកើតតាមធម្មជាតិហ្មង ធម្មជាតិ នៅ បង មណ្ឌលគេ កើតខ្លួនឯងបង កើតខ្លួនឯងហ្មង ចាចង់និយាយថាខ្ញុំឈឺពោះអត់ដឹងថាខ្ញុំឈឺពោះកើតកូនហ្នឹងបងឈឺពោះខ្ញុំកើតខ្លួនឯងនៅបន្ទប់ទឹកខ្ញុំកើតខ្លួនឯងនៅបន្ទប់ទឹកហើយកាត់សុកកាត់អុយខ្លួនឯងហ្នឹងបង កើតខ្លួនឯងទៀត ចា ចុះប្តីក្រោយយើងនេះមានថាសង្សារក្រោយយើងនេះមានបានជួយមើលយើងអត់ គាត់ជួយមើលបងអាពេលខ្ញុំកាត់កូនហ្នឹងគាត់បានត្រួតឡានទេពេលខ្ញុំកើតហ្នឹងគាត់ជួយមើលខ្ញុំបានមួយថ្ងៃទៅគាត់ម្លាយតែ9ហ៎បង ទៅបានគាត់ចេញពីថ្ងៃហ្នឹងទៅចេញទៅរហូត អត់ទេបងទៅចេញថ្ងៃទី10ហ្នឹងថ្ងៃទី5ទី6ហ្នឹងបង ចាំរយៈក្រោយដល់ពេលដែលយើងកើតកូនហើយក៏គាត់នៅតែមើលថែយកចិត្តទុកដាក់យើងធម្មតាដែរ ចាបង តែយ៉ាងមិនបានគាត់ទៅជាអសពលចិត្តរឿងហ្នឹង ខ្ញុំអត់ដឹងដែរបងប្រហែលជាគាត់គិតថាម្នាក់កូនខ្ញុំមិនមែនកូនគាត់ដឹង អូ ហើយគាត់គិតចឹងហ្នឹងបងតែឥឡូវនិយាយថាយើងអត់ដែរអត់រៀងខ្លួនដែរបងឲ្យគាត់ទៅរកស៊ីចឹងហ៎បងហើយគាត់ទៅថ្ងៃខ្លះក៏គាត់ទេមកថ្ងៃខ្លះក៏អត់ទៅខ្ញុំចង់ប្រាប់តែគាត់ថាកុំអន់ចិត្តមួយខ្ញុំធ្វើម៉េចបើខ្ញុំជ្រុលជាខ្លួនខុសហើយខ្ញុំក៏ចង់ចឹងដែរធ្វើម៉េចបើខ្ញុំវាអត់ដឹងខ្លួនខ្ញុំអត់ដឹងថាវាអញ្ចឹងហ៎បងខ្ញុំដឹងមុនខ្ញុំក៏មិនឲ្យវាកើតឡើងដែរបង អូមានអារម្មណ៍សោកស្ដាយខ្លាំងនៅពេលដែលអូនឯងបានស្គាល់ជាមួយនឹងមនុស្សប្រុសដំបងហើយដំបងហ្នឹងគឺជាសង្សារយើងដំបងដែលយើងស្រឡាញ់គ្នាដំបងបំផុតសម្រាប់ជីវិតយើងមួយយ៉ាងណាដែរ ម្នាក់មុនដំបូងស្រឡាញ់ស្មើជីវិតដល់ពេលគេមានស្រីទៅពិបាកនិយាយដែរបងខ្ញុំរត់ទៅលោតទឹកស្ពានជ្រោះច្រវល់ម្ដងហើយ ហើយធ្លាប់ខូចចិត្តធ្លាប់តូចចិត្តដល់ថ្នាក់គិតអីអត់ចេញខ្លួនឯង ចាបងគិតភ្លើងមួយគិតតែចង់ស្លាប់បណ្ដោយបងគិតតែមួយយ៉ាងគិតតែចង់ស្លាប់ហ្មងអត់ចង់រស់ទេ មូលហេតុអី មូលហេតុថាយើងអត់មានអីទីពឹងហ៎បងយើងអត់មានអីពឹងណាយើងអត់ហ៊ានទៅផ្ទះយើងចង់ទៅផ្ទះយើងចង់ទៅស្រុកតែយើងអត់ហ៊ានទៅបងព្រោះអីយើងបាក់និយាយ អត់អីនិយាយអស់គេឡសម្រាប់ជនគាត់អណ្ឌិតគាត់ជួយយើងដោយសារតែតាមពិតទៅដោយសារតែអូនឯងកូនកំព្រាធម្មតាទេកូនកំព្រាអត់សូវមានឪពុកម្ដាយមើលថែយើងទំនុកមករងពីក្រោយអីចឹងពេលខ្លះទៅយើងក៏មិនចង់ខុសដែរមិនចឹងបងស្រីបាទដល់ពេលខ្លះទៅយើងទៅគិតនឹកស្មានអត់ដល់ព្រោះដោយសារធម្មតាមនុស្សយើងម្នាក់តែតែមានស្នេហាយើងខ្លួនណាស្គាល់ពីមួយទៅមួយហើយក៏គិតថាផ្ញើអនាគតទៅលើគេហើយបែរជាគេមិនស្មោះត្រង់ជាមួយចឹងណាហើយបងស្រីចឹងគាត់នៅនេះនឹងពិបាកឯងបងបានប្រហែលថ្ងៃ នៅអត់បានមួយខែទេអូនវាបាក់ច្រើនចេះវាបាក់វាអត់មានបាយហូបម្ហូបអីក៏អត់មានដែរអង្គទីព្រៃអីក៏អត់មានដែរហើយកូនថ្ងៃខ្ចីអូនឯងឃើញស្រាប់ហើយគ្នាត្រូវការកូនអ៊ំដោះអត់មានបាយអត់មានម្ហូបគ្នាបានអីទឹកដោះឲ្យកូនអ៊ំអញ្ចឹងហើយនេះអត់មានលុយទេលុយក៏អត់ដែរបានខ្ញុំចាស់បងតិចទៅខ្ញុំតិចទៅហត់ឲ្យរាប់ព្រឹករាល់ថ្ងៃដូចគ្នាហ្នឹងតិចអ្នកទៅខ្ញុំមានលុយទៅខ្ញុំឲ្យលុយអញ្ចឹងទៅទិញទឹកផ្លែឈើឲ្យហូបអញ្ចឹងទៅខ្ញុំដឹងតែគឺគ្នាវាអត់មែនអត់ជាក់ស្ដាយគឺអត់មែនមិននិយាយនេះទេពលឺទេអត់មែន តើបងស្រីនៅពេលដែលបងស្ដាប់សាច់រឿងគាត់តើបងមានអារម្មណ៍មួយចង់បន្ទោសគាត់ឬមួយក៏អាណិតគាត់ ខ្ញុំអត់បន្ទោសគាត់ទេមនុស្សស្រីមើលមិនឃើញមកមើលមិនឃើញទេផ្លូវហ្នឹងមនុស្សណាក៏មានស្នេហាដែរមនុស្សណាក៏ចង់មានប្រិយល្អដែរប៉ុន្តែវាអត់ជួបដោយបំណងហ្នឹងហើយដោយបំណងយើងទេយើងចង់បានដោយបំណងវាបានទេពួកអីដោយសារអីនិស័យកម្មហ្នឹងហើយវាមិនអាចដោយបំណងយើងទេខ្ញុំមិនថាដោយសារអីដោយកូនខ្ញុំអញ្ចឹងខ្ញុំមិនថាដោយកូនខ្ញុំអញ្ចឹងខ្ញុំជួយខ្ញុំមានបណ្ណាខ្ញុំឲ្យហូបប៉ុណ្ណឹង តែស្ដាប់គាត់យ៉ាងម៉េចដែរ អូនវាមានអីវា slot boat តានៅតែក្នុងផ្ទះហ្នឹងមិនដែលចេញដើរទៅណាមិនដែលអីទៅណាវានៅតែមួយរយៈហ្នឹងគឺវានៅតែក្នុងផ្ទះទេដល់ខ្ញុំពុះគេហៅយកបាយយកសឡឲ្យបានវាបើកវាហើយខ្ញុំបារម្ភដែរខ្លាចគេគិតខ្លីព្រោះអីដោយសារម្នាក់ប្រុសហ្នឹងគឺទៅចោលវាហ្នឹងរយៈពេលចូល10ថ្ងៃហើយ10ថ្ងៃហើយចង់ថាដូចខ្ញុំដូចវានិយាយយើងវាអត់ខុសទេមិនមែនកូនគេឲ្យគេស្រឡាញ់ធ្វើម៉េចចឹងខ្ញុំថាបើអាចដាច់បានក៏ដាច់ទៅបើឲ្យគេមកបន្តមួយយើងទៀតណាក៏គេនៅតែគិតថាកូនហ្នឹងមិនមែនកូនគេដែរណាគេនៅតែអត់បន្តទេយល់ល្អបើថាបើដាច់បានក៏ដាច់ទៅខ្ញុំឲ្យចឹងវិញចាឲ្យដាច់បានឲ្យបើខ្ញុំកូនកាត់ចិត្តមនុស្សប្រុសណាដែលគិតថាស្រឡាញ់យើងបានទទួលយកយើងបានមិនថាកូនយើងមិនថារូបយើងជាយើងទេត្រូវទទួលយកបានទាំងអស់អានោះទៅរស់នៅជាមួយគ្នាបានតែបើសិនជាគាត់មិនមានថាគាត់ស្រឡាញ់យើងតែគាត់បានស្រឡាញ់កូនយើងឬមកក៏មានការទើសទាល់អត់សពលចិត្តរឿងកូនអីចឹងក៏នៅមួយគ្នាអត់បានសុខអត់បានសុខទេចឹងមិនថាឲ្យវានៅក្មេងណាកាត់ចិត្តទៅណាឲ្យកាត់ចិត្តចោះនៅក្មេងណាលើក្រោយរហូតអនាគតឲ្យគេចាស់គំនិតគេចាស់ជាងយើងឲ្យគេចេះស្រឡាញ់យើងចាំយកបើថាគេមិនស្រឡាញ់ទេកុំខ្ញុំក៏ហាមខ្ញុំនិយាយរាល់ថ្ងៃមួយវារាល់ថ្ងៃចឹងតែកូនណាកុំគិតខ្លីយើងអត់មានម៉ែអូយើងកំព្រាប៉ុន្តែយើងត្រូវតែតស៊ូចាត្រូវតែតស៊ូខ្ញុំកុំឲ្យវាគិតខ្លីព្រោះវានៅមួយខ្ញុំរហូតខ្ញុំនឹងជួយមើលវាចាជាសម្រាប់អូនវិញមិនមែនថាអូនកន្លងមកធ្លាប់គិតខ្លីម្ដងហើយរឿងលោតទឹកសម្រាប់ខ្លួនដោយសារតែនេះនិយាយឲ្យចំទៅដោយសារតែមនុស្សប្រុសប៉ុន្តែបើសិនជាយើងមានឪពុកម្ដាយគឺយើងត្រូវគិតឪពុកម្ដាយទេតែដោយសារតែគាត់ហ្នឹងជាកូនកំព្រាតែយ៉ាងណាក៏នៅមានម្ដាយចិញ្ចឹមអីដែលធ្លាប់មើលថែយើងអីចឹងយើងត្រូវគិតឥឡូវបើថាយើងមិនបានគិតខ្លួនឯងគឺយើងគិតដល់កូននេះអញ្ចឹងសម្រាប់អូនវិញនៅមានថានៅពាក្យណែនាំរបស់បងស្រីដែលជាអ្នកចិត្តខាងនេះតើអូនយល់ឃើញយ៉ាងណាដែរហើយនឹងអាចបន្តក្នុងការរៀបចំជីវិតខ្លួនឯងបែបណាដែរកុំឲ្យខុសអញ្ចឹងមានអារម្មណ៍មិនដឹកខ្លួនឯងទេពេលខ្លះនៅពេលដែលយើងខំលះបង់ចិត្តលះបង់ប្រាណមានថាព្រមស្រឡាញ់គ្នាជាមួយនឹងមនុស្សប្រុសម្នាក់តែគេមិនបានស្មោះមួយយើងឥឡូវមកជួបអ្នកក្រៅគេទទួលយកយើងអត់បានអញ្ចឹងអាណិតដែរបងអាណិតខ្លួនឯងពេលខ្លះនៅម្នាក់ឯងរកគិតខ្លីម្ដងតែបងតែបានគាត់ទ្វាររហូតហ្នឹងហើយដូចគាត់គិតអញ្ចឹងគាត់គិតខ្លាចនៅពេលដែលអ្នកក្រៅអូននេះគាត់ទៅបាត់រហូតដល់10ថ្ងៃអញ្ចឹងគាត់បារម្ភខ្លាចអូនឯងគិតខ្លីគិតអីអញ្ចឹងណាអញ្ចឹងបានពេលនេះអូនឯងពឹងពាក់បងឲ្យជួយផ្សាយហ្នឹងមកមើលទៅស្ថានភាពក៏ដូចជាមានក្មេងតូច
បងអត់ទាន់ដឹងថាអូនឯងកុហកបងឬមិនកុហកទេប៉ុន្តែសំខាន់មកដល់សិនខ្ញុំថាក្រៃឡបើរឿងនឹងប៉ិតមែនមានថាមកលើកទឹកចិត្តគាត់ឬមកជួយផ្សាយគាត់ក្រៃឡរកសប្បុរសជនណាជួយដល់គាត់ខ្លះពេលនេះបើសិនជាគាត់ជាកូនកំព្រាអត់មានឪពុកម្ដាយណានៅលើកទឹកចិត្តពីក្រោយអត់មានបងប្អូនណាគឺពេលខ្លះគាត់អាច stress គិតច្រើនគិតអត់ចេញទេ ដោយសារអ្នកកូនងាយខ្ចីអូនឯងដឹងស្រាប់ហើយដូចមានអីបន្ទុំចឹង